សម្លកកូរផ្លែត្នោតជាមួយនឹងត្រីស្រែបាទជាមួយនឹងសាច់ជ្រូកបីជាន់បាទអញ្ចឹងបងប្អូនទៅទស្សនាពីសកម្មភាពដែលយើងស្លកកូរបាទផ្លែត្នោតជាមួយនឹងត្រីស្រែបាទជាមួយនឹងសាច់ជ្រូកបីជាន់ទាំងអស់គ្នាសម្លកកូរជាសម្លខ្មែរបុរាណយើងដែលប្រើបន្លែច្រើនតែចាស់គាត់តែនិយាយថាបន្លែ100មុខបន្លែ100មុខណាបាទហើយឥឡូវប្រពន្ធរបស់ខ្ញុំនឹងគាត់ទៅកោះរមៀតហើយបងប្អូនអត់ឃើញដើមរមៀតដោយសារតែវាងាប់ហើយអញ្ចឹងណាដើមរមៀតវាងាប់តែមើមរបស់វានៅល្អនៅក្នុងដីអញ្ចឹងឥឡូវគាត់កោះមកបាទហើយឥឡូវគាត់បានហាន់បាទស្លឹកគ្រៃបាទហើយបងថ្លៃរបស់ខ្ញុំនេះគាត់ទៅធ្វើត្រីបាទត្រីស្រែរបស់យើងខែនេះយើងបាទទឹកវារីងណាអញ្ចឹងយើងអាចចាប់វាមកពីស្រែបាទឥឡូវក្មួយរបស់ខ្ញុំហ្នឹងគាត់បានជួយបេះបន្លែភាសាបន្លែវាច្រើនមុខអញ្ចឹងណាអញ្ចឹងគាត់បេះមានផ្ទីមានអីអញ្ចឹងទៅបន្លែស្លឹកបាសបាទស្លឹកមរុំអីអញ្ចឹងទៅយើងដាក់ច្រើនមុខណាដោយសារតែទៅតាមចំណង់ចំណូលចិត្តរបស់យើងហើយបន្លែទាំងអស់នេះយើងសុទ្ធតែអាចរកបាននៅតាមបាទក្បែររបងបាទជុំវិញផ្ទះដូចផ្ទៃអីខាងនេះបាទវារីងទឹកពីទឹកភ្លៀងមកអញ្ចឹងវាដុះអញ្ចឹងណាចាឥឡូវគាត់ចាប់ផ្ដើមដាក់គ្រឿងចូលគាត់កូរគ្រឿងជាមួយនឹងប្រេងឆាបាទដើម្បីឲ្យគ្រឿងឈ្ងុយហើយសម្លកកូរនេះយើងអាចខ្វះបានទេគឺប្រហុកអញ្ចឹងបងប្អូនយើងត្រូវតែមានប្រហុកអញ្ចឹងណាអញ្ចឹងយើងគាត់កូរគ្រឿងជាមួយប្រហុករំលីងឲ្យវាឈ្ងុយបន្ទាប់មកគាត់ដាក់សាច់ជ្រូកចូលសាច់ជ្រូកបីជាន់ហ្នឹងបាទគាត់កូរជាមួយនឹងគ្រឿងឲ្យឈ្ងុយហើយបាទហើយគាត់រងាស់វារៀងឆ្អិនបន្តិចបាទបានគាត់ដាក់បាទផ្លែត្នោតចូលแล้วណាបាទហើយគាត់ដាក់អំបិលស្ករវាចេងទៅតាមចំណង់ចំណូលចិត្តបាទហើយការស្លនេះរៀងច្រើនបាទដោយសារយើងធ្វើបែងចែកបងប្អូនខ្លះអញ្ចឹងណាដោយសារផ្លែត្នោតវាមានរដូវវាដែរយើងតតែរដូវរំហើយរដូវអីអញ្ចឹងបានវាមានផ្លែបាទខែនេះមានបងប្អូនអ្នកដែលគាត់ប្រកបរបរឡើងត្នោតអីចឹងទៅគាត់បាទដល់រដូវគាត់ធ្វើស្ករធ្វើអីអញ្ចឹងហើយបាទអញ្ចឹងដោយសារថាផ្លែត្នោតនេះវាតតែរដូវរំហើយហ្នឹងបានវាចាប់ផ្ដើមមានផ្លែច្រើនអញ្ចឹងណាបាទខែវស្សាវាអត់សូវមានទេដោយសារវារដូវផ្លែវាទុំអញ្ចឹងណាផ្លែត្នោតទុំជ្រុះអញ្ចឹងទៅបាទឥឡូវគាត់បានកូរបន្លែแล้วក៏ដាក់ត្រីស្រែយើងចូលហ្នឹងបាទគាត់ដាក់ឲ្យឆ្អិនមកអំពុះហើយបានគាត់បង់បន្លែស្លឹកអីចូលថែមទៀតអញ្ចឹងណាបាទស្លកកូរនេះចាស់ពីដើមគាត់ចូលចិត្តធ្វើតែក្មេងៗឥឡូវគាត់អត់សូវស្លប្រហែលទេឥឡូវគាត់ចូលចិត្តចៀនឆាអញ្ចឹងទៅតាមបែបទំនើបអីចឹងណាប៉ុន្តែបើចាស់បុរាណវិញបាទឲ្យតែមានស្លកូរនេះបាទគឺបាយអត់សល់ទេបាទគឺអស់ច្រើនឆ្នាំងបាទឥឡូវគាត់ចាក់អង្ករលីងចូលជឿមានថាពេលគាត់ចាក់អង្ករលីងចូលហើយគឺសម្លរបស់យើងហ្នឹងគឺឆ្អិនល្មមយើងអាចដួសញ៉ាំបានអញ្ចឹងណាបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបាទបានទស្សនាហើយបើចង់ទស្សនាតទៀតសូមចុច like page ក៏ដូចជា subscribe channel YouTube ផងដែរបាទអញ្ចឹងសូមអរគុណច្រើនបងប្អូនអរគុណ